អូខេតាមសំណុំពរអូនតាគាត់បានសំណុំពរថា teacher ចេញវីដេអូពេញពេល teacher ជិះយន្តហោះតោះឥឡូវមុនពេល teacher ជិះយន្តហោះនឹងថា teacher ជួបឧបសគ្គអីគេខ្លះចាអូនអើយគឺ teacher ត្រូវជិះធុកចេញពី resort ដែល teacher គេនេះឈ្មោះថាអាមួហើយឆ្នេរដែលពួកយើងទៅលេងគឺឆ្នេរ Coconut Beach និយាយរួមទៅវាបណ្ដោយជាមួយនឹងខាង Long Beach ទេបងប្អូនវាបើយើងជិះម៉ូតូប្រហែលប្រហែលនាទីទៅដល់ Long Beach បងប្អូនហើយបងប្អូនការដែលខ្ញុំទៅឆ្នាំ2024-25ហ្នឹងគឺផ្លូវមិនទាន់មានបេតុងស្អាតអញ្ចឹងទេបងប្អូនហើយនិយាយមែនណាផ្លូវរៀងពិបាកជិះឡានការខ្ញុំទៅគេនៅLong Beach ហ្នឹងជិះឡានលក្ខណៈថាក្លិកក្លុកអញ្ចឹងមានតែផ្លូវបេតុងផ្លូវធំអញ្ចឹងទេបើផ្លូវចូលតាម resort អត់ទាន់មានផ្លូវស្អាតទេបងប្អូនប៉ុន្តែសប្បាយណាបងប្អូនហើយបើសិនជាបងប្អូនចង់ទៅលេងកន្លែងណាដែលឆ្នេរសក្បោះមាត់ខៃគឺទៅខាង Long Beach ស្អាតបងប្អូនហើយឆ្នេរវែងជាងគេទៀតហើយមើលព្រះអាទិត្យលិចក៏ស្អាតជាងគេដែរបងប្អូនបើសិនជាបងប្អូនចង់ទៅបែបលក្ខណៈថាចូលចិត្តញ៉ាំច្រើនណាมันសូវចំណាយលុយច្រើនបងប្អូនគួរតែមកនេះកន្លែងនេះបងប្អូននៅ Long Set នេះគឺគេហៅថាឆ្នេរ Long Set បងប្អូនអញ្ចឹងគឺពួកយើងត្រូវឡើងទូកឆ្នេរ Long Set យើងជិះពី resort ហ្នឹងរៀងយូរដែរបងប្អូនប្រហែលជា20នាទីដែរបានមកដល់អញ្ចឹងណាឥឡូវនេះគឺយើងចាប់ផ្ដើមដើរទៅបងប្អូនគឺសម្បត្តិទូករបស់ពួកយើងគឺជិះមក9:30នាទីដោយសារយើងជិះយន្តហោះនៅម៉ោង15នាទីគឺយើងចាប់ផ្ដើមហោះអញ្ចឹងបងប្អូនមិនមែនថាម៉ោង1:15នាទីចាប់ផ្ដើមហោះយើងត្រូវដល់ម៉ោង1:05នាទីណាអត់ទេគឺអត់ត្រូវទេណាគឺយើងត្រូវទៅដល់មុនដើម្បី check in រយៈពេល1ម៉ោងមុនបងប្អូនហើយឥឡូវនេះគឺនាងខ្ញុំចាប់ផ្ដើមដើរទៅអូវ៉ាលីទៅបងប្អូនហើយមកដល់កន្លែងនេះនិយាយថានាងខ្ញុំនេះស្រីហ្វិនតុងវិញឆ្នាំងវិញមែនបងប្អូនហើយអាកម្មចដាសម្រាប់គេអូវ៉ាលីអត់ទៅទេទៅឯណាកម្មចដាគេសម្រាប់ដើរណាបងប្អូននោះប្រេងខ្ញុំគេអង្គុយសើចខ្ញុំមកបងប្អូនហើយគាត់សើចហ្នឹងគឺសើចដោយសារតែខ្ញុំចុះខុសផ្លូវទេបងប្អូនហើយឥឡូវគឺយើងមកដល់ហើយយើងរួចចាំរយៈពេលប្រហែលជា10នាទីដែរណាបានទូកគេមកដល់ចឹងបងប្អូនពួកយើងទៅដល់មុនយើងចេញមុនចឹងយើងចេញទៅម៉ោង8កន្លះចឹងបងប្អូនហើយដល់ពេលនេះគឺយើងឡើងលើទូកហើយប្តីសួរថាអូនមានអារម្មណ៍យ៉ាងម៉េចដែរពួកអីយើងជិតដល់ម៉ោងដែលយើងត្រូវជិះយន្តហោះហើយបងប្អូនពេលហ្នឹងខ្ញុំមានអារម្មណ៍ភ័យអរដែរបងប្អូនឥឡូវនេះគឺយើងចាប់ផ្ដើមចេញដំណើរពីកោះហើយបងប្អូនដើម្បីទៅខាងទីក្រុងព្រះហសីនុខ្ញុំទៅលេងនៅកោះដូចជា3ដងដែរហើយបងប្អូនហើយខ្ញុំទៅខាងកោះរងសលឹមម្ដងកោះរងសលឹមគឺខ្ញុំទៅភ្លេចនិយាយរួមទៅគឺមិនអាចភ្លេចទេបងប្អូនណាទេសភាពស្អាតហើយលើកនេះគឺយើងចាប់ផ្ដើមជិះលើឡានបងប្អូនដោយសារមុនពេលនេះខ្ញុំទិញសំបុត្រទូកគឺនេះខ្ញុំបានប្រាប់ខាងអ្នកលក់សំបុត្រទូកនេះយើងថាយើងត្រូវជិះយន្តហោះថ្ងៃដែលយើងត្រឡប់ទៅវិញម៉ោងប៉ុណ្ណេះអញ្ចឹងគឺគេ recommend ឲ្យយើងទិញក៏ឡាន VIP ឲ្យហើយអញ្ចឹងមានថាឡាន VIP គឺយើងមានតែយើង2នាក់ទេគេអត់មានទទួលអ្នកណាទៀតទេបងប្អូនដល់ពេលហ្នឹងទៅក៏ខ្ញុំទិញតុកអញ្ចឹងគឺពូក៏គាត់ទៅរងចាំគាត់សេឈ្មោះយើងនៅលេខទូរស័ព្ទលើនេះគឺយើងបានមកដល់ប្រលានយន្តហោះនៅទីក្រុងព្រះសីហនុឲ្យបងប្អូនគឺរៀងស្ងាត់បន្តិចបងប្អូនប្រហែលជាកន្ទង់ម៉ោង12គេចាប់ផ្ដើមមានអ្នកទៅច្រើនបងប្អូនហើយពួកយើងទៅលឿនទៅដល់លឿនបងប្អូនម៉ោង11ជាងប្រហែលជា15នាទីបានទៅដល់បងប្អូនហើយយប់ថានាងខ្ញុំនឹងរត់តាមប្តីសួរខ្ញុំថាយើងទៅណាអូនតែអូយខ្ញុំមិនដែរហោះទេប្តីអើយបានសួរប្រពន្ធអញ្ចឹងហើយលើនេះគឺយើងញ៉ាំអីហើយគឺប្តីចាប់ផ្ដើមបញ្យល់គាត់ថាបើសិនជាអូនឯងជីហោះម្នាក់ឯងត្រូវមើល slide ដែលគេចាក់អញ្ចឹងណាហើយលើនេះគឺយើង check in នៅម៉ោង12:05នាទីបងប្អូនពេលដែល check in រួចហើយគឺយើងចូលទៅគេត្រូវការ check យើងដែរណាគេ check មើលកាតាបយើងគេពិនិត្យមើលយើងអញ្ចឹងទៅហើយពិនិត្យមើល passport យើងអញ្ចឹងបងប្អូនហើយពេលហ្នឹងហើយគឺខ្ញុំទៅបង្វិលសុងប្តីថាមិនបានជាមានតែអូនអញ្ចឹងហើយចុះប្តីអត់មានលុយអញ្ចឹងហើយតែពេលដែលយើងទិញសំបុត្រហ្នឹងគឺខាងអ្នកលក់សំបុត្រហ្នឹងទិញសំបុត្រច្រឡំយើងទៅ check in ហ្នឹងគឺខាងអ្នកដែលគាត់ទទួល check in ហ្នឹងគឺគាត់ប្រាប់យើងថាឲ្យយើងទៅបង្វិលសុងបាន$1សម្រាប់ប្រជាជនកម្ពុជាយើងអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺយើងដល់ម៉ោងត្រូវឡើងយន្តហោះបងប្អូនគឺឡើងយន្តហោះនៅម៉ោង1:05នាទីបងប្អូនយើងឡើងមុនអញ្ចឹងណាតែយើងត្រូវចេញគឺម៉ោង1:15នាទីហើយតមកទៀតនេះបងប្អូនយើងចាប់ផ្ដើមដើរទៅហើយនិយាយថាប្តីនាងខ្ញុំគាត់សប្បាយមែនតើគាត់ថាគាត់ធ្លាប់ហោះម្នាក់ឯងកណ្ដែងហើយឆ្ងាយទៀតឥឡូវបានហោះមួយប្រពន្ធក៏មានអារម្មណ៍ថាសប្បាយចិត្តឃើញខ្ញុំសប្បាយចិត្តអញ្ចឹងណាបងប្អូនដោយសារគេពេលដែលគាត់មកហ្នឹងគាត់ថាបងទៅលើកទី4នេះអូនចង់បានអីហើយខ្ញុំក៏ប្រាប់គាត់ថាអូនចង់
ជីយន្តហោះហើយអូនចង់ទៅលេងបាលីអញ្ចឹងពេលហ្នឹងបងប្អូនពេលដែលគាត់មកដល់ហើយយើងឆែកសពុតយន្តហោះគឺថ្លៃខ្លាំងមែនតើបងប្អូនអញ្ចឹងហើយក៏ខ្ញុំប្រាប់គាត់ថាអូមិនបាច់ទេប្តីហើយថ្លៃណាស់បងប្អូនអត់មានលុយជួយប្តីទេព្រោះខ្ញុំអត់មានលុយមែនណាបងប្អូនដល់ពេលចឹងទៅប្តីថាអត់អីទេចាំទៅអូនហើយខ្ញុំថាអត់ទៅទេព្រោះអីថ្លៃពេកខ្ញុំតែថ្លៃពេកបើសិនខ្ញុំអត់មានសុវត្ថិភាពទេគឺខ្ញុំមិនទៅតែមកបងប្អូនឥឡូវគឺយន្តហោះចាប់ផ្ដើមរត់គឺលឿនណាបងប្អូនមើលតែអញ្ចឹងណាមិនមែនយឺតទេណាទម្រាំនឹងហោះឡើងគឺរត់ប្រហែលជា10នាទីបងប្អូនហើយបន្តរឿងយើងវិញដល់ពេលហ្នឹងហើយក៏ខ្ញុំសម្រេចចិត្តថាបើសិនជាយើងទៅភូមិវិញអញ្ចឹងពេលដែលយើងឡើងពីរតនគិរីមកគឺយើងជិះឡានក្រុងហើយចាំពេលដែលយើងឡើងពីស៊ីនុទៅសៀមរាបចាំយើងទិញសម្បត្តិយន្តហោះជិះយន្តហោះអញ្ចឹងបងប្អូនតាមពិតទៅគម្រោងការរបស់ខ្ញុំត្រូវលេងទៅខ្ញុំកក់ resort នៅអាមរហ្នឹងគឺថ្ងៃ14បងប្អូនយើង check in ណាតែពេលយើងកក់សម្បត្តិយន្តហោះវាអត់មានបងប្អូននៅសល់តែ business class អញ្ចឹងនៅសល់ business class ហ្នឹងគឺកក់គេអត់ទទួលទៅបងប្អូនគេបិទការកក់ដោយសារគេចង់ឲ្យយើងទៅដល់ទីកន្លែងដើម្បីឲ្យយើងឈរចាំដើម្បីទិញថ្លៃប្រហែលក៏យើងអាចហ៊ានទិញអញ្ចឹងដោយសារយើងទៅដល់កន្លែងហើយអញ្ចឹងបងប្អូនដល់ពេលហ្នឹងហើយខ្ញុំចង់មុនដំបូងគិតថាអូបានភ្លក់រសជាតិ business class នឹងគេហើយមើលទៅតែមានណាបងប្អូនគេអត់ទទួលកក់ទេហើយដល់ពេលអញ្ចឹងជំរឿនតាមមួយគឺមានតែជិះឡានពីសៀមរាបមករតនគិរីវិញដល់ពេលមកដល់រតនគិរីវិញហ្នឹងគឺថ្ងៃ18គឺយើងឡើងទៅបងប្អូនឡើងទៅហ្នឹងបងប្អូនហើយគឺនាងខ្ញុំរកទិញសពុតឡានអត់មានទេគ្រប់ក្រុមហ៊ុនអត់មានតែសំណាងខ្ញុំទៅក្រុមហ៊ុនមួយទៀតឈ្មោះ Money Rithi សល់2ស្លឹកនឹងទៀតបងប្អូននៅសល់2កៅអីនៅ2ក្រែនឹងទៀតបានមួយកុំអីនឹងដូរទៀតនិយាយថាដល់កហើយការចូលឆ្នាំនេះបងប្អូនឥឡូវនេះគឺយន្តហោះយើងចាប់ផ្ដើមហោះឡើងខ្ពស់ហើយបងប្អូនហើយពេលដល់ហោះហ្នឹងណាបងប្អូនស្រួលមែនតើបងប្អូនវាអត់មានកលុកកលាក់ទេតែវាខុសគ្នាជាមួយនឹងពេលដែលយើងចោះអញ្ចឹងបងប្អូនហើយឥឡូវនេះនាងខ្ញុំស្រួលមើលបងប្អូនគឺស្អាតខ្លាំងមែនតើបងប្អូនហើយពេលហ្នឹងខ្ញុំតែងតែគិតថាចេះអូខ្ញុំធ្លាប់ទៅលើម៉ាក់ថាចេះការកូននៅក្មេងម៉ាក់ធ្លាប់ជិះយន្តហោះប្រហែលជាកាលហ្នឹងបងប្អូនម៉ាក់ប្រហែលជាអាចនឹងខ្ទង់អាយុតំណើនឹងខ្ញុំដែរហើយប្រហែលជាគាត់អាចនឹងអាយុបងជាងខ្ញុំដែលគាត់ជិះយន្តហោះតែគាត់ជិះហ្នឹងគឺបែបគេហៅថាកតុំរុយគេជិះពីរតនគិរីទៅភ្នំពេញហើយម៉ាក់គាត់ជិះហើយពូកាមុនយើងអត់មានផ្លូវទេពេលដែលគាត់ទៅប្រជុំទៅអីចឹងណាបងប្អូនហើយពេលដែលខ្ញុំជិះថាអូឥឡូវគឺបានស្គាល់រសជាតិហើយម៉ាក់តែងតែប្រាប់កូនឥឡូវគឺកូនបានជិះយល់ថាអារម្មណ៍របស់ខ្ញុំពេលហ្នឹងខ្ញុំថាអូដល់ពេលខ្ញុំទៅដល់សៀមរាបខ្ញុំនឹងទៅប្រាប់ម៉ាក់មុនគេបងប្អូនហើយនិយាយមែនណាហើយទៅពេលហើយឥឡូវនេះបងប្អូនគឺដល់ពពកណាពេលដែលដល់ពពកនេះគឺពពកប៉ិតបងប្អូនដល់ពេលហ្នឹងហើយខ្ញុំគិតក្នុងចិត្តថាអូយដូចខ្ញុំនៅឋានសួគ៌អញ្ចឹងធ្លាប់តែឃើញគេចាក់បញ្ចាំងឥឡូវឃើញខ្លួនឯងគេថាបងប្អូនអើយអារម្មណ៍ដូចតែដងហ្មងបងប្អូនបាត់ពិសោធន៍ថ្មីសម្រាប់ខ្ញុំតែហ្មងតែសម្រាប់បងដែលគាត់ជិះយន្តហោះមួយឆ្នាំ2-3ដងគាត់ជិះសង្ឃថារាល់ខែមិនមែនជាបាត់ពិសោធន៍ថ្មីទេបងប្អូនគាត់ធុញទៅវិញទេអញ្ចឹងសម្រាប់ខ្ញុំបើសិនខ្ញុំជិះ2-3ដងហ្នឹងក៏វាដូចតែគ្នាទេហើយដោយសារតែយើងជិះរៀងទាបអញ្ចឹងទៅបងប្អូនទោះបីជាផុតពពកក៏យើងស៊ូមមកឃើញដីដល់បងប្អូនតែបើសិនជាយើងជិះនៅឆ្ងាយហើយនឹងច្រន់មកគឺគេហោះខ្ពស់ហើយបងប្អូនហើយតែនេះរៀងទាបបងប្អូនហើយនៅឃើញពពកអីទេច្រឡំពពកដីអីចឹងណាពេលដែលយើងស៊ូមទៅឃើញដីស្រែដីឃើញផ្ទះអ្នកភូមិឬក៏ប្រជាពលរដ្ឋអីចឹងទៅណាបងប្អូននិយាយថាពេលហ្នឹងអារម្មណ៍របស់ខ្ញុំអូយបងប្អូននំភើបប៉ុន្តែឲ្យប្តីនឹងខ្ញុំគាត់ប្រាប់ថាចេះបើសិនជាអូនហឹងត្រចៀកអូនឯងលេបទឹកមាត់ហើយជាយាមបន្ថយអារម្មណ៍ទៅវាធូរទៅវិញហើយតែមានអីបងប្អូនគឺអញ្ចឹងមែនបងប្អូនហើយដល់ពេលហ្នឹងហើយគឺខ្ញុំធ្វើតាមប្តីអត់អីទេហើយយើងផឹកទឹកតិចចឹងឲ្យផឹកទឹកច្រើនទេហើយនេះគឺនេះខ្ញុំស៊ូមទៅស៊ូមមកគឺខ្ញុំមើលទៅស្អាតបងប្អូនអារម្មណ៍របស់យើងពេលហ្នឹងអូយឥឡូវនេះគឺបងប្អូនអើយចាប់ផ្ដើមគេចិត្តចោះណាគេចាប់ផ្ដើមឲ្យយើងអាហារសម្រន់មាននំគូគីហើយនឹងទឹកបងប្អូនពេលដែលយើងញ៉ាំហើយដូចគេហៅថាគេកាបិនគ្រូបងប្អូនគាត់ទៅប្រមូលសម្រាមគេគាត់ឲ្យយើងនេះឲ្យប្រមូលសម្រាមដាក់ក្នុងថង់អីចឹងណាហើយចង់ប្រាប់ថាបងស្រីគាត់ធ្វើនេះក្នុងយន្តហោះហ្នឹងគឺស្អាតខ្លាំងមែនតើបងប្អូនអើយឡើង cute តែហ្មងយើងធ្លាប់ទៅឃើញតាមវីដេអូយើងគិតថាប្រហែលជាអាចនឹងគេ edit តែអត់ទេបងប្អូនអ្នកធ្វើការនៅក្នុងនៅលើយន្តហោះគឺស្អាតតែម្ដងហើយផ្លឹងហ្មងបងប្អូនអើយហើយឥឡូវនេះបងប្អូនហើយគឺមកដល់ទឹកដីសៀមរាបហើយបងប្អូនអញ្ចឹងគឺ
វីដេអូនេះគឺមានតែប៉ុណ្ណឹងទេបងប្អូនហើយតែបើសិនជាចង់ឃើញវីដេអូរបៀបនៃការចុះចតយើងត្រូវរងចាំអីទេអញ្ចឹងបងប្អូនចាំមើលវីដេអូវគ្គ2វគ្គទី1គឺមានតែប៉ុណ្ណឹងគឺបងប្អូនកុំភ្លេចត្រូវទៅដល់មុនម៉ោង1ម៉ោង check in ហើយគឺយើងត្រូវរងចាំកុំឲ្យ late បងប្អូនណាហើយសម្រាប់កហៅអ្វីដែលសំខាន់ជាងគេគឺពេលវេលាបងប្អូនគេអត់ចាំយើងទេបើថាដល់ម៉ោងគេហោះក៏គេហោះហើយអញ្ចឹងមិនមែនថាយើងជិះម៉ោង1យើងឡើងយើងហោះម៉ោង1:15ទៅដល់ម៉ោង1:15ហើយណាអត់ទេបងប្អូនណាចាអរគុណច្រើនសម្រាប់ជូនពរអូនតាតាដូច